បាញ់សួរគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងឆ្លៀតឱកាសនេះគឺម៉ោងចេញទៅផ្ទះហើយសូមធ្វើវីដេអូបន្តិចអំពីវិធីសាស្ត្រដែលឲ្យសិស្សគាត់ធ្វើការស្វ័យសិក្សាដោយខ្លួនឯងនៅក្នុងប្រព័ន្ធ PLP នៅលើទូរស័ព្ទដៃអញ្ចឹងណាអញ្ចឹងវីដេអូនេះក៏ផ្ញើជូនទៅដល់អាណាព្យាបាលសិស្សទាំងអស់គ្នាផងដែរគាត់គួរតែណែនាំឲ្យកូនប្រើប្រាស់ទូរស័ព្ទឲ្យមានប្រយោជន៍អញ្ចឹងចំណាយពេល10ឬក៏20នាទីមុននឹងឲ្យគាត់លេងទូរស័ព្ទដោយសេរីលេងហ្គេមអីចឹងគឺគាត់អាចឲ្យកូនអនុវត្តលំហាត់បានអញ្ចឹងខ្ញុំនឹងជួយលោកគ្រូអ្នកគ្រូឬក៏អាណាព្យាបាលទាំងអស់ទៅមើលវីដេអូកូនសិស្សខ្ញុំម្នាក់គាត់នឹងចូលទៅវឹកហាត់នៅក្នុងថ្នាលបឋមហើយសូមបញ្ជាក់ថានេះម៉ោងចេញទៅផ្ទះទេសិស្សចេញទៅអស់ហើយនៅតែគាត់ឲ្យខ្ញុំឆ្លៀតថតវីដេអូបន្តិចឲ្យវាស្ងប់ស្ងាត់អញ្ចឹងណាហើយទូរស័ព្ទរបស់ខ្ញុំដែរអញ្ចឹងមិនមែនទូរស័ព្ទរបស់កូនសិស្សក៏មានការយល់ច្រឡំថាលោកគ្រូអនុញ្ញាតឲ្យកូនសិស្សយកទូរស័ព្ទមករៀននេះមិនមែនទេតែឥឡូវគឺទៅមើលទាំងអស់គ្នាអញ្ចឹងកូនសិស្សគាត់នឹងបង្ហាញអំពីរបៀបចូលទៅទាំងអស់គ្នាបាទឥឡូវយើងមកដល់ជួបកូនសិស្សហើយតោះយើងទៅមើលទាំងអស់គ្នាឥឡូវមកថ្នាក់នេះនៅតែគាត់ម្នាក់ឯងទេឥឡូវគាត់កំពុងតែចុចតោះឥឡូវមើលតោះគាត់ឯងបង្ហាញពីរបៀបចូលនេះមើលមុនដំបូងធ្វើម៉េចតោះឥឡូវចាក់ចេញសិនណាហើយចូលធ្វើម៉េចដើម្បីឲ្យពុកម៉ែបងប្អូនឬក៏មិត្តភ័ក្តិដទៃទៀតបាទឥឡូវយើងបើកថ្នាល PLP មកត្រូវទេតមកទៀតបើកមកបាទបន្តមកទៀតយើងចុចត្រង់កន្លែងអីគេមើលអានលឺគាត់ស្ដាប់ឲ្យមើលលោកវិស័យការអប់រំបឋមសិក្សាបាទអនុវិស័យការអប់រំបឋមសិក្សាហើយយកពាក្យអីវិញសិស្សយកពាក្យសិស្សចុចលើសិស្សហើយបន្តមកទៀតថ្នាលបឋមថ្មីបាទបន្តមកទៀតចុចកន្លែងឈ្មោះបាទអញ្ចឹងយកឈ្មោះរបស់យើងបាទហើយចុចអីទៀតចូលគណនីបាទឥឡូវយើងចូលមកដល់ហ្នឹងហើយធ្វើមិនទៀតប្រាប់ពុកម៉ែបងប្អូនឲ្យគាត់បានមើលផងយើងត្រូវរកអីគេរកពាក្យសិស្សបាទចូលកន្លែងថ្នាក់ណាថ្នាក់យើងនៅថ្នាក់ទីប្រមាណថ្នាក់ទី3ហើយយើងយកពាក្យអីគេរៀនបាទចុចមើលបាទតមកទៀតយើងរើសថ្នាក់របស់យើងថ្នាក់ណាតឥឡូវមានភាសាមានមុខវិជ្ជាអីខ្លះនៅហ្នឹងតភាសាខ្មែរហើយគណិតវិទ្យាសិក្សាសង្គមហើយអង់គ្លេសបាទឥឡូវយើងឧទាហរណ៍ភាសាខ្មែរឲ្យគាត់មើលមួយចុចភាសាខ្មែរអញ្ចឹងជ្រើសរើសមេរៀនណាមួយណានៅនឹងមានគ្រប់មេរៀនទាំងអស់ដូចក្នុងសភៅអញ្ចឹងឥឡូវសាកមេរៀនណាមួយខ្លីជាឧទាហរណ៍មួយមើលឥឡូវយកមេរៀនដែលយើងកំពុងតែរៀននឹងមើលទីបាទឥឡូវយកបំពេញល្បះខាងក្រោមលេខរៀនទី5អញ្ចឹងជប់សូមកន្លែងហ្នឹងចង់បញ្ជាក់ប្រាប់ពុកម៉ែបងប្អូនថាគឺអាចជ្រើសរើសណារៀនឲ្យគាត់រៀនទៅដល់លេខ1ស្ដាប់នៅថាតាមទី2សរសេរតាមអានទី3ពូកឹងអីចឹងទៅអញ្ចឹងលោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនឲ្យកូនលេងទូរស័ព្ទឲ្យមានប្រយោជន៍រួចនេះឥឡូវតោះសាកមើលទី5មើលបំពេញល្បះតោះយើងឧទាហរណ៍ខ្លីៗអញ្ចឹងនៅកន្លែងនេះគេឲ្យយើងអានពាក្យហើយទៅបំពេញល្បះហើយបើសិនជាកូនរបស់ពុកម៉ែបងប្អូនគាត់អានមិនដាច់គាត់អាចស្ដាប់ជាសំឡេងហើយអនុវត្តថាតាមអីចឹងទៅហើយការរៀនគឺអនុវត្តទៅតាមកម្រិតថ្នាក់របស់គាត់ថ្នាក់ទី1ទី2ដល់ទី3ចឹងទៅតោះឥឡូវមើលខ្លួនឯងសាកមើលតើកន្លែងហ្នឹងគេបំពេញអីគេតោះអូរត់ត្រូវធ្វើតាមផ្លាកសញ្ញាចរាចរណ៍នៅលើចំណីអាហារអញ្ចឹងកន្លែងហ្នឹងបំពេញពាក្យចរាចរណ៍ត្រូវទេមើលសាកមើលចឹងបាទមិនត្រឹមត្រូវទេបន្តទៅទៀតបាទទៀតអូរត់ត្រូវតាមដានព័ត៌មានដែលផ្សាយរាល់ថ្ងៃទៀតតួតោះមើលបើកសំឡេងឲ្យលឺតិចមើលពេលគេឆ្លើយត្រឹមត្រូវលឺអស់បើកអស់តោះទៅទៀតខ្ញុំពុំមានជាពូកែម៉ូតូទេកែអីគេជួសជុលត្រឹមត្រូវជួសជុលតមកទៀតគ្រូបង្រៀនសិស្សអំពីផ្លាកសញ្ញាសុវត្ថិភាពនៅថ្ងៃចូលរៀនដំបូងអញ្ចឹងកន្លែងហ្នឹងបំពេញផ្លាកសញ្ញាត្រូវទេបាទមើលឥឡូវទីទាត់ចម្លើយត្រឹមត្រូវបាទទៀតពលរដ្ឋត្រូវជួយគ្នាពេលមានអាសន្នម្ដងត្រឹមត្រូវបាទតោះឥឡូវប៉ុណ្ណឹងគាត់នឹងជាឧទាហរណ៍បាទអញ្ចឹងទៅរៀនចុះ
បាទអញ្ចឹងគឺវីដេអូនេះគឺគោលបំណងប៉ុណ្ណឹងបាទពុកម៉ែបងប្អូនឬក៏អាណាព្យាបាលជួយជំរុញកូនរបស់អស់លោកហ្នឹងឲ្យជួយរៀននៅផ្ទះផងមិនមែនតែត្រឹមរៀននៅសាលាគឺចប់សពគ្រប់ទេបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបាទ